ពេលបាយថ្ងៃត្រង់អ្នកគ្នាប្រហែលជាពិបាករកអីញ៉ាំហ្មងពេលខ្លះម្ហូបខ្មែរដែរអ្នកគ្នាមកសាកនៅទីនេះហ្មងណានៅនេះគឺ Veneto Taiwanese Cafe អ្នកគ្នាចំណាយត្រឹមតែ$4.5កាក់តែប៉ុណ្ណោះចំឲ្យ4.5កាក់នេះមានអីញ៉ាំមើលមានអ្នកគ្នាតែមិនតិចទេគឺច្រើនហ្មងថាទៅមុខម្ហូបគាត់សម្បូរបែបពេលហ្នឹងនេះមានទាំងសាច់មានទាំងបន្លែមានទាំងជ្រក់មានទាំងស៊ុបមានទាំងបាយមានទាំងផ្លែឈើមានទាំងបង្អែមទៀតអ្វីដែលសំខាន់ហ្នឹងនៅទីនេះគឺ open kitchen អ្នកគ្នាអញ្ចឹងអ្នកគ្នាឃើញគាត់ធ្វើគាត់ខុកនៅកណ្ដាលវាលហ្មងអញ្ចឹងអ្នកគ្នាគាត់តែឃើញហ្នឹងដឹងថាការចម្អិនរបស់គាត់ហ្នឹងយកចិត្តទុកដាក់ខ្លាំងសំខាន់គឺអនាម័យនឹងតែម្ដងចំណុចពិសេសមួយទៀតហ្នឹងគឺគាត់អត់ប្រើប៊ីចេងទេអ្នកនរគ្នាអញ្ចឹងអ្នកនរគ្នាមកញ៉ាំនៅទីនេះគឺអ្នកគ្នាទទួលបានសុខភាពចំណីអាហារហើយសំខាន់មានសុខភាពល្អទៀតតោះឥឡូវកុំឲ្យថាខ្ញុំចេះតែនិយាយអ្នកគ្នាអាចមកទីតាំងគាត់បានគឺនៅផ្លូវ444អ្នកគ្នានៅខាងលិចផ្សារទស្សនពូងអញ្ចឹងអ្នកគ្នាគ្រាន់តែវាយពាក្យថា Veneto Taiwanese Cafe អ្នកគ្នាឃើញទីតាំងនឹងតែម្ដងហើយខាងលិចផ្សារផ្លូវ444នេះឃើញខុនដូហ្នឹងឯងគាត់មកឃើញសន្តិសុខហ្នឹងគាត់ជួយប្រាប់សន្តិសុខទៅគាត់នឹងរកចំណតឲ្យអ្នកនរគ្នាហើយអ្នកដែលត្រប់មកជួយ share បទពិសោធន៍ផងមិនដែរខ្ញុំជួយចិត្តនៅនឹងខ្លាំងខ្ញុំមកច្រើនដងហើយអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងកុំភ្លេចជួយ like ជួយ share ដើម្បីទទួលបានវីដេអូបន្ថែមទៀតជួបគ្នាវីដេអូក្រោយបាយបាយ